ការកសាងផ្លូវចិត្តរឹងមាំគឺជាដំណើរការដ៏យូរអង្វែងវាស្ថិតនៅលើការអភិវឌ្ឍទម្លាប់និងទស្សនវិស័យផ្លូវចិត្តខាងក្រោមនេះជាវិធីសាស្ត្រដែលអាចជួយអ្នកបាន 1. ទទួលយកអារម្មណ៍របស់ខ្លួនកុំបោះបង់ចោលអារម្មណ៍ទាំងអស់មានតម្លៃរបស់វាការទទួលស្គាល់វាជាដំណាក់កាលដំបូងនៃការលូតលាស់កត់ត្រាអារម្មណ៍សរសេរកំណត់ត្រាអំពីអារម្មណ៍និងគំនិតរបស់អ្នកនេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីខ្លួនអ្នក 2. ផ្លាស់ប្ដូរទស្សនៈមើលបញ្ហាជាឱកាសរាល់បញ្ហាគឺជាឱកាសសម្រាប់លូតលាស់ព្យាយាមស្វែងរកតម្លៃនៃបទពិសោធន៍ការពីការយល់ឃើញកុំឲ្យព្រឹត្តិការណ៍តាមឯករាជ្យកំណត់តម្លៃរបស់អ្នកមិនមែនជាអ្វីដែលកើតឡើងចំពោះអ្នកនោះទេ 3. អភិវឌ្ឍទម្លាប់ល្អអាហារូបត្ថម្ភរក្សារបបអាហារសមរម្យគេងឲ្យបានគ្រប់គ្រាន់ហើយលំហាត់រាងកាយឲ្យបានទៀងទាត់ការអានសៀវភៅដែលជួយលើកកម្ពស់ខ្លួនឯងដូចជាសៀវភៅផ្នែកចិត្តវិទ្យាឬរឿងរបស់អ្នកដែលមានជីវិតរឹងមាំការធ្វើសមាធិបង្កើនការយល់ដឹងអំពីខ្លួនឯងនិងភាពស្ងប់ស្ងាត់តាមរយៈការធ្វើសមាធិ 4. កសាងប្រព័ន្ធគាំទ្រស្វែងរកមិត្តល្អហាមផ្លូវចិត្តជាមួយមនុស្សវិជ្ជមានដែលអាចផ្ដល់ថាមពលវិជ្ជមានដល់អ្នកស្វែងរកជំនួយវិជ្ជមាននៅពេលជួបបញ្ហាកុំខ្មាស់អៀនក្នុងការសុំជំនួយពីអ្នកជំនាញឬមនុស្សដែលអ្នកទុកចិត្ត 5. ការអប់រំផ្នែកផ្លូវចិត្តសិក្សាច្បាប់ធម្មជាតិយល់ពីភាពមិនទៀងទាត់របស់ជីវិតនិងច្បាប់នៃការផ្លាស់ប្ដូរនេះអាចជួយអ្នកឲ្យមានស្មារតីរីករាយនឹងបច្ចុប្បន្នអភិវឌ្ឍការអត់ទ្រាំរាល់ការឈឺចាប់នឹងក្លាយជារបស់អតីតកាលការអត់ទ្រាំជាសមត្ថភាពដ៏មានតម្លៃមួយ 6. ការអនុវត្តជាក់ស្ដែងកំណត់គោលដៅតូចបំពេញគោលដៅតូចមួយជារៀងរាល់ថ្ងៃនេះនឹងជួយបង្កើតទំនុកចិត្តធ្វើអ្វីដែលខ្លួនខ្លាចរៀនធ្វើអ្វីដែលធ្វើអ្នកខ្លាចប្រឆាំងនឹងតំបន់សុវត្ថិភាពរបស់អ្នករៀនពីការបរាជ័យរាល់ដងដែលគឺជាឱកាសមួយដើម្បីរៀន 7. រក្សាភាពវិជ្ជមានការដកដង្ហើមនៅពេលជួបស្ថានភាពតានតឹងសម្រាប់តាមរយៈការដកដង្ហើមជ្រៅការដឹងគុណរៀនដឹងគុណចំពោះអ្វីដែលមាននេះអាចបង្កើនអារម្មណ៍រីករាយ 8. ការពិចារណាសង្កេតខ្លួនឯងរៀនសង្កេតអារម្មណ៍និងគំនិតរបស់ខ្លួនដោយមិនវិនិច្ឆ័យស្វែងរកគោលបំណងការរស់នៅដោយមានគោលបំណងច្បាស់លាស់អាចផ្ដល់ថាមពលដ៏ខ្លាំងក្លា